រឿងខ្លះបើយើងគ្រាន់តែឃើញមកច្រងហើយយើងក៏មិនទាន់អាចសរុបសេចក្តីបងប្អូនដូចសាច់រឿងនេះចឹងគឺប្រពន្ធចេញមកក្រៅមកឃើញប្តីពាក់ខ្សែកឲ្យស្រីផ្សេងចឹងណាប្រពន្ធហ្នឹងក៏អត់មាត់អត់សួរប្តីដែរបងប្អូនលក្ខណៈថាគុំទុកតែក្នុងចិត្តខឹងប្តីតែខ្លួនឯងចឹងណាដែលគាត់គិតថាប្តីរបស់គាត់នឹងមានស្រីក្បាត់គាត់ចឹងណាបងប្អូនហើយប្តីនឹងខំទៅទិញរបស់របរយកមកឲ្យប្រពន្ធតែប្រពន្ធនឹងអត់យកទេប្តីមិនអស់ចិត្តក៏ដើរមកវិញទៀតប្រពន្ធនឹងក៏ខឹងច្រឡោតតងរបៀបថាស្ដីឲ្យប្តីអត់ដឹងក្បាលកតុយយ៉ាងទៀតតែប្តីក៏មិនគិតអីច្រើនដែរបងប្អូនទៅខ្វេះលុយដែលគាត់បានសំលាក់ទុកនឹងចេញពីកែបកង់ផងឲ្យផងយកទៅដាក់កប៉ាល់ហើយគាត់ក៏ចេញទៅក្រៅបាត់ទៅបងប្អូនហើយប្រពន្ធនឹងក៏ចៃដន្យដើរចេញមកក្រៅឃើញប្តីនឹងដើរជាមួយម្នាក់ស្រីនឹងទៀតប្រពន្ធឃើញអញ្ចឹងលើកទី2លក្ខណៈថាទ្រាំបានណាបងប្អូនក៏បានរៀបចំប្រវត្តិកៅអៅដាក់វលីអីចេញក្រៅលក្ខណៈថាអត់មានសួរប្តីមកប្រពន្ធនឹងក៏មិនដាច់ចិត្តចង់ទៅដែរបងប្អូនក៏បាននឹកឃើញការស្រឡាញ់គ្នាដំបងប្តីល្អឥឡូវក៏ប្តីលួចមានស្រីក្បត់ចិត្តគាត់អីចឹងណាហើយប្តីនឹងក៏បានមកវិញដើរញ៉ាំកាន់ប្រអប់មួយបងប្អូនដល់គាត់ដើររកប្រពន្ធគាត់ក៏មិនឃើញអីក៏មិនឃើញបងប្អូនគាត់ក៏បានទៅសួរអ្នកចិត្តខាងសួរអ្នកក្រៅអញ្ចឹងថាមិនឃើញមនុស្សស្រីកពស់នេះអញ្ចឹងអីអត់អីចឹងណាពូនឹងក៏ឆ្លើយថាអត់ឃើញមកជួបពូនឹងទៀតពូនឹងថាអត់ឃើញទៀតបងប្អូនគាត់ក៏បានរត់ដើររកពេញភូមិពេញអីចឹងទៅក៏អត់គាត់ក៏បានត្រឡប់មកផ្ទះវិញអញ្ចឹងណាបងប្អូនគាត់ដើរលក្ខណៈថាមើលប្រអប់ខ្សែកទាំងទឹកមុខអស់សង្ឃឹមស្រាប់ចូលក្នុងផ្ទះឬសំឡេងប្រពន្ធអញ្ចឹងណាប្រពន្ធក៏បានសួរថាមកពីណាបងមកពីរនឯងអីចឹងទៅបងប្អូនប្រពន្ធក៏បានប្រាប់ហេតុផលប្តីថាគាត់ចេញពីផ្ទះតែគាត់ជួបបងស្រីម្នាក់ដែលគាត់គិតថាជាស្រីរបស់ប្តីគាត់ហ្នឹងក៏បានសួរនាំទៅហើយគាត់ក៏បានប្រាប់ការពិតថាការពិតគាត់មិនពាក់ខ្សែកឲ្យគាត់ទេដាក់ប្តីនឹងឃើញខ្សែកហ្នឹងស្អាតក៏សុំបងស្រីនឹងមើលអញ្ចឹងដើម្បីគាត់ចង់ទិញឲ្យប្រពន្ធគាត់ដែរអញ្ចឹងណាដល់ពេលគាត់ដោះឲ្យមើលហើយគាត់ពាក់វិញអត់កាត់គាត់ក៏ពឹងឲ្យពូនឹងជួយពាក់ឲ្យគាត់វិញអញ្ចឹងទៅចៃដន្យប្រពន្ធមកឃើញកន្លែងហ្នឹងក៏យល់ច្រឡំអញ្ចឹងបានថាមានរឿងអីគួរតែនិយាយគ្នាសួរនាំឲ្យច្បាស់លាស់ទៅកុំឃើញតែមួយជ្រុងឲ្យសម្រេចចិត្តតែខ្លួនឯងបរោះម្នាក់ដែលអង្គុយលក់កូនសោនេះបងប្អូនគាត់អង្គុយមើលទៅទឹកមុខគាត់ដូចស្ងោតស្ងាត់ណាហើយបរោះម្នាក់នេះគាត់ដើរកាត់ទៅគាត់ក៏បានធ្វើជ្រុះលុយម្ដុំបងប្អូនដើម្បីប្រែងសាកចិត្តពូនឹងថាតើទឹកចិត្តគាត់ល្អអត់សូមសរសើរពូនឹងបងប្អូនទឹកចិត្តគាត់ពិតជាល្អគាត់ស្មោះត្រង់មែនគាត់បានរើសលុយនឹងរត់ទៅរកម្ចាស់លុយនឹងបងប្អូនរត់ទៅប្រាប់ពូនឹងថាគាត់បានជ្រុះលុយជ្រុះអីចឹងតែពូនោះគាត់បានដឹងខ្លួនតែគាត់ធ្វើសាកចិត្តចឹងបងប្អូនគាត់ធ្វើដូចអត់ដឹងខ្លួនចឹងណាហើយគាត់ក៏បានអរគុណសូមចាប់ដៃចាប់អីអរគុណចឹងទៅបងប្អូនហើយគាត់បានឈើនិយាយគ្នាទៅពូចោលប្រាប់ថានោះកាមេរ៉ាក៏ពិតខ្ញុំដើរប្រេងសាក់ចិត្តបងប្អូនយើងណាដែលមានចិត្តស្មោះត្រង់អញ្ចឹងណាពេលដែលនិយាយគ្នារួចពូនឹងក៏បានហុចលុយឲ្យទៅពូនឹងម្ដុំអញ្ចឹងអ្នកគ្នាដើម្បីថ្លែងអរគុណទឹកចិត្តរបស់គាត់ដែលស្មោះត្រង់ធ្វើល្អបានផលល្អអញ្ចឹងនេះគេហៅថាតង្វើអ្វីហ្នឹងប្រហែលអ្នកណាគេខ្លះបងប្អូននេះមានស្តៀងមិត្តភ័ក្ដិខ្លួនឯងខ្លះអត់បើស្តៀងមិត្តភ័ក្ដិជួយមិនសិនឈ្មោះម្នាក់មួយមកបងប្អូននេះគេហៅថាស៊ីហើយវិចទៀតណាកុំឲ្យខាតបើប្រុសទៅគឺគេអត់ខាតទេបងប្អូនដោយសារតែគេចេះផឹកតែបើស្រីទៅដឹងតែខាតដែរប៉ុន្តែបើចេះវិចចេះមិនខាតទេបងប្អូនហើយសំខាន់គឺមិនមែនវិចតែមុខទេណាបងប្អូនគឺថាត្រៀមថង់មកពីផ្ទះរួចជាការសាច់មើលតាណាស្ពាយកបោបធំហ្នឹងហើយមុខអ្នកវិចបងប្អូននិយាយលេងទេបងប្អូនប៉ុន្តែក្នុងសកម្មភាពនេះគឺគាត់វិចសាហាវមកបងប្អូនមើលស្គាល់អត់នេះគឺជាផ្លែម្ទេសក្រៀមណាបងប្អូនគឺគេហាវាស្ងួតពណ៌សវល់វាអត់សូវស្អាតម្ទេសលក្ខណៈថាម្ទេសអន់ដល់ពេលហាទៅសវល់វារាងកម្ៅអីចឹងណាអញ្ចឹងគឺគេធ្វើការបាញ់ថ្នាំបាញ់ពណ៌វាឲ្យឃើញក្រហមស្រស់ល្អអញ្ចឹងណាបងប្អូននិយាយថាគេបាញ់ទឹកលាក់វាឲ្យឃើញក្រហមល្អអញ្ចឹងណាបងប្អូនប្រៀបដូចយើងប្រឡាក់សាច់ឲ្យឃើញក្រហមស្អាតអញ្ចឹង